បងប្អូនទាំងអស់គ្នាថ្ងៃនេះនៅក្នុងចការពោតណាបងប្អូនហើយចការពោតរបស់យើងដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងនេះគឺល្អមែនតើបងប្អូនហើយមកដើមគេស្អាតនេះខ្លះណាតាក់តងនឹងតំណាំរបស់យើងប្រើជាមួយនឹងប្រភេទជីកំប៉ុងអញ្ចឹងណាបងប្អូនអញ្ចឹងកាលណាដែលយើងប្រើជាមួយជីកំប៉ុងទីមួយយើងមើលទៅលើដីបងប្អូនឃើញដីមានន័យថាចេះដីហ្នឹងគឺដីដែលមានសំណើមដីដែលមានជីជាតិអញ្ចឹងបងប្អូនហើយវារក្សាសំណើមក្នុងដីវាជួយធ្វើឲ្យដំណាំរបស់យើងគឺការលូតលាស់ល្អបងប្អូនដីយើងនៅតែមានសំណើមទោះបីជាអត់ភ្លៀងក៏ដីយើងនៅតែរក្សាសំណើមវាស្ងួតទៅមុខលើខាងក្រោមគឺវានៅមានតកតងនឹងសារធាតុចិញ្ចឹមអញ្ចឹងណាបងប្អូនចាស់គឺល្អមែនតើបងប្អូននេះហើយមើលដំណាំរបស់យើងបងប្អូនមើលការដុះលូតលាស់នៃដំណាំរបស់យើងនេះមើលឫសរបស់គេបងប្អូនគឺល្អមែនតើតែម្ដងបងប្អូនឃើញនៅក្រៅឡើងគូឲ្យខ្លាញ់ដើមពោតរបស់យើងគឺល្អបងប្អូនអើយនេះហើយវាមានដុះនៅវត្តមាននៃពពួកស្មៅនេះច្រើនហ្នឹងដីរបស់យើងនឹងវាសម្បូរដោយជីជាតិអញ្ចឹងណាបងប្អូនថ្ងៃនេះអង្គុយលេងក្នុងចការពោតហ្មងបងប្អូនឃើញហ៎ហើយនិយាយពីទេសភាពស្អាតអស់តោះបងប្អូនអើយតែសារអត់ភ្លៀងមិនគ្រាន់តែល្ងឹតតែអត់ភ្លៀងអញ្ចឹងវត្តមាននៃពពួកស្មៅនៅពេលនេះគឺមិនមែនជាប្រភេទដែលមានប្រយោជន៍ទេព្រោះថាពេលដែលយើងចាប់ផ្ដើមដាំដំណាំកាលណាមានវត្តមាននៃពពួកស្មៅវាជាកត្តាចង្រៃដែលស៊ីបំផ្លាញដង្ហើមសារធាតុចិញ្ចឹមពីដំណាំរបស់យើងណាសូម្បីតែស្មៅក៏ល្អដែរបងប្អូនគឺឡើងខ្ចីឡើងស្រួយតែម្ដងណាអញ្ចឹងបើសិនជាយើងហូបបានវិញគឺយើងអាចយកទៅធ្វើបន្លែហូបបានអញ្ចឹងណាបងប្អូនហើយមើលទៅលើដំណាំរបស់យើងគឺពោតរបស់យើងល្អបងប្អូនអើយ